បាទសូមគោរពសួរបងប្អូនទាំងអស់គ្នាក៏ដូចជាបង President ជួបជាមួយបងអានីផងដែរបាទសូមអរគុណថ្ងៃនេះខ្ញុំបាទមានកិត្តិយសមែនទែនដែលបានបងប្អូនទាំងអស់គ្នាផ្ដល់ឱកាសឲ្យខ្ញុំឡើងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ខ្ញុំអញ្ចឹងទៅលើប្រធានបទមួយដែលមានអំពីកត្តាដែលធ្វើឲ្យផលិតផលអាហាររបស់យើងគឺទុកមិនបានយូរអញ្ចឹងជាកិច្ចបន្តខ្ញុំនឹងបង្ហាញអំពីប្រវត្តិរូបសង្ខេបខ្លួនរបស់ខ្ញុំគឺខ្ញុំបាទឈ្មោះសំបាទដែលបានបញ្ចប់បរិញ្ញាបត្រខាងជំនាញវិស័យខាងជំនាញកសិកម្មសាស្ត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនិងការដូងហើយក៏បន្តយកថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មចំណីអាហារនៅប្រទេសសៀមដែលតបថ្ងៃហៅថាជាប្រទេសចៅហើយខ្ញុំបានបើកសិប្បកម្មសម្បត្តិផ្សេងពូនេះគឺតាំងពីឆ្នាំ2017ដែលខ្ញុំចាប់បានគឺមានតែខ្ញុំម្នាក់ឯងទេធ្វើផងដឹកផងផលិតផងចែកចាយទៅជនផងគឺម្នាក់ឯងសុទ្ធតែសប្តាហ៍ថ្ងៃនេះគឺយើងមានសមាជិកចូលរួមរហូតដល់10នាក់តែផ្នែកផលិតទៅជាខាងផ្នែកដឹកជញ្ជូនដែលសប្តាហ៍ថ្ងៃនេះគឺយើងមានពពួកប្រភេទផលិតផលនេះគឺមាន5ចម្ពោះគឺមានតាំងពីពពួកភេសជ្ជៈពពួកចំហួយពពួកម្ជូរពពួកនំក៏ដូចជាគ្រឿងផ្អាប់ផងដែរហើយកាលពីមុនគឺសម្បកឯកសារយើងគឺជាប្រភេទនេះតែឥឡូវនេះដោយសារតែមានការគ្រប់គ្រងដូចជាដើម្បីអភិវឌ្ឍផលិតផលរបស់យើងទៅកាន់តែមានភាពស្តង់ដារដោយសារផលិតផលនេះគឺឥឡូវយើងលក់ទៅដល់លៀននៅក្នុងអន្តរជាតិមិនលក់តែក្នុងណាទេគឺសារវ៉ាវតែដើម្បីឲ្យយើងភាពទាន់សម័យគឺយើងបានអភិវឌ្ឍផលិតផលរបស់យើងទៅរូបរាងបែបនេះហើយមូលហេតុដែលការចាប់ផ្ដើមសិប្បកម្មនេះដែរគឺនៅពេលដែលខ្ញុំរៀននៅប្រទេសថៃគឺចូលទៅកម្មវិធីការឃើញផលិតផលនៅក្នុងស្អីនឹងមានតែតជាមួយនឹងចំណីអាហារតាំងពីផលិតផលទីទួយដែលយើងគិតថាមិនគួរមានតែយើងនេះស្អីក៏នាំយកពីនោះមកដែរដល់ពេលហ្នឹងមានអារម្មណ៍ថាជឿចាប់ទៅដល់ខ្មែរវិញគឺថតទៅមកសិប្បកម្មមួយឲ្យបានតែតជាមួយនឹងវិស័យចំណីអាហារអញ្ចឹងឥឡូវគឺខ្ញុំធ្វើបានសម្រេចហើយគោលបំណងគឺយើងមានទូដែរគឺដើម្បីបង្កើតផលិតផលសម្រាប់យើងសម្បូរបែបកាត់បន្ថយការនាំចូលបង្កើតឱកាសការងារក៏ដូចជាបង្កើនការទិញកសិផលពីកសិកររបស់យើងហើយមកកន្លែងទៅមើលរូបនេះគឺដំបូងឡើងដូចបងប្អូនឃើញហ្នឹងបាទផលិតផលខ្មែរយើងមែនតើអានេះឆ្នាំដែលខ្ញុំចាប់ផ្ដើមអាជីវកម្មនេះអានេះផលិតផលរបស់យើងតែបងនេះបរទេសទាំងអស់យើងមានអារម្មណ៍ថាពិបាកជាចូលមែនតើក្នុងពេលហ្នឹងតែដោយឡែកពេលបច្ចុប្បន្ននេះយើងឃើញថាផលិតផលខ្មែរយើងអាចឈប់ពុកនេះអញ្ចឹងយើងឃើញថាបងប្អូនយើងចាប់ផ្ដើមឲ្យតម្លៃផលិតផលក្នុងស្រុកយើងឡើងវិញហើយគាត់ទទួលស្គាល់តាំងពីគុណភាពសមត្ថភាពហើយនិងទំនុកចិត្តដំបូងឡើយនៅពេលដែលខ្ញុំដាក់ចូលនេះគាត់ថាអត់ទេអត់យកឲ្យផលិតផលខ្មែរអត់គុណភាពទេទុកបានយូរអត់ឆ្ងាញ់សំខាន់គឺអត់ឆ្ងាញ់ហើយទុកបានយូរដូចគេទៀតគាត់ចង់បានអាឆ្ងាញ់ថោកទុកបានយូរទីមីសអញ្ចឹងសម្រាប់ចំណុចបន្ទាប់ដែលធ្វើឲ្យផលិតផលរបស់យើងនេះគឺគ្រប់គ្រងដំបូងតាំងពីមកដល់ប៉ុណ្ណេះរហូតដល់2ធ្នើនេះគឺដោយសារតែគាត់ទំនុកចិត្តដើម្បីឲ្យគាត់ទទួលបានលើសពីឆ្ងាញ់បងប្អូនទិញផលិតផលបងប្អូនថាចង់បានតែឆ្ងាញ់មកមុខឬក៏គិតដល់សុខភាពបាទអញ្ចឹងផលិតផលរបស់យើងគឺមិនធំតែឆ្ងាញ់ទេចាយលុយឲ្យមានសុខភាពឲ្យបានសុខភាពផងគិតថាឆ្ងាញ់តែចាយឲ្យឈឺជួបពេទ្យបាទតែចំណុចពិសេសរបស់យើងគឺផលិតផលរបស់យើងគឺទិញផលិតផលក្នុងស្រុកប្រើប្រាស់ផលិតផលក្នុងស្រុកគឺមិនមានសារធាតុរសាទុកទេអ្វីដែលសំខាន់គឺទាក់ទងជាមួយនឹងបច្ចេកទេសក្នុងការផលិតក៏ដូចជាវិធីសាស្ត្រក្នុងការរក្សាទុកដោយយើងមិនប្រើប្រាស់សារធាតុរសាទុកទាំងអស់នេះប៉ុន្តែយើងអាចទុកបានរហូតដល់2ខែអានេះគឺជាលក្ខណៈពិសេសរបស់សិប្បកម្មយើងឲ្យតែក្លាសេតែក្លាសេដល់ទៀតមិនក្លាសេអត់ដល់យ៉ាងណាតែអូខេចឹងឆ្ងាញ់អនាម័យតម្លៃសមរម្យហើយសុវត្ថិភាពមិនកន្លែងខ្លះឆ្ងាញ់តែកុំមើលកន្លែងផលិតកន្លែងចំអិននោះកន្លែងកណ្ដោពេកហ្នឹងចឹងកុំប្រោតទៅលើឆ្ងាញ់ទៅមុខគឺអត់ទេសុខចិត្តពីស្នាមអីតម្លៃសមរម្យហើយសុខភាពទៀតចឹងនេះគឺជារូបភាពដែលយើងយកផលិតផលយើងទៅដាក់នៅផ្ទះទៅនោះហើយទាំងនេះដៃគូសហការរបស់យើងតែមិនមានតែប៉ុណ្្នឹងទេបងប្អូនមើលមានស្គាល់ផ្សាយឬក៏បានណាខ្លះដែរអត់អូ E24 ចូលបាននេះបាទចូលអស់ហើយនៅបងនៅតែ EO នេះម៉ាក្រូចឹងដៃគូរបស់យើងគឺយើងមានតែវិមាថាទៅលើផ្សារបន្លែស្រារៀនក៏យើងកំពុងតែចូលទីពេទ្យអាហារការទៅប្រាំនេះគឺយើងចាប់ផ្ដើមសហការចូលបន្តទៅដោយសារតែពីមុនយើងចូលបានដោយសារតែយកដល់ចុះបផក៏ដូចជាច្បាប់ក្នុងការបើកអាជីវកម្មចឹងយើងបាក់ចូលមែនតើចឹងឥឡូវយើងអាចចូលបានទីតាំងក្នុងទាំងអស់នេះយើងចូលបានហើយចឹងមានថាជាមោទនភាពមួយនៃផលិតផលក្នុងស្រុករបស់យើងដែរចឹងបងប្អូនទាំងអស់គ្នា
ប្លក់តនេះតិចណាចឹងបើសិនជាស្រឡាញ់ជាតិកុំលេចថាទៅភាពឲ្យបងប្អូនទៀតហើយចូលរួមបងប្អូនទៅផងរបស់យើងអស់គ្នាសប្បាយបងប្អូនបានហើយឥឡូវយើងចូលទៅដល់ថ្ងៃពិសេសរបស់យើងវិញដែលយើងនិយាយពីមូលហេតុអីបានផលិតផលអាហាររបស់យើងទុកបានយូរអញ្ចឹងផលិតផលយើងទុកបានយូរមិនតើតែប្រើសារធាតុសាស្ត្រទុកពេលខ្លះគាត់ថាអត់ទេផលិតផលត្រូវតែប្រើសារធាតុសាស្ត្រទុកបានយូរតែជាក់ស្ដែងអ្វីដែលយើងត្រូវផ្ដោតគឺវាអ្វីទាំងអស់ហ្នឹងគឺវាតាំងពីមីក្រូសេរីយើងតាំងពីបាក់តេរីសិតម៉ូលហើយនឹងកម្រិតអាស៊ីតដែលមាននៅក្នុងផលិតផលអាហារក៏ដូចជាសីតុណ្ហភាពពន្លឺអុកស៊ីសែនអនាម័យសម្បកវេចខ្ចប់ហើយនឹងការដាក់លោកឡំផលិតផលនោះក៏ធ្វើផលិតផលនេះក៏បានយូរដែរអញ្ចឹងមូលហេតុអីបានយើងដាក់ពណ៌ក្រហមពីរនេះទាំងចំណុចទាំងអស់ហ្នឹងប៉ុន្តែមកមានស្ងល់អត់ហ្នឹងហើយដោយសារតែសីតុណ្ហភាពគឺជាចំណុចមូលដ្ឋានក្នុងចំណោមចំណុចទាំងអស់ហ្នឹងបើមិនជាសីតុណ្ហភាពអត់គ្រប់ទេបាក់តេរីឬក៏មីក្រូសេរីគឺវានឹងលូតលាស់ហើយកម្រិតអាស៊ីតគឺជាចំណុចមួយដែលធ្វើឲ្យផលិតទៅបានយូរដែរប៉ុន្តែនៅពេលដែលសីតុណ្ហភាពអត់គ្រប់ផលិតផលយើងក៏វារងអុកស៊ីតកម្មឬក៏ប្រតិកម្មគីមីស៊ីវិកកើតឡើងដូចគ្នាអញ្ចឹងទន្ទឹមនឹងហ្នឹងអនាម័យក៏ជាចំណុចពិសេសមួយដែរនៅពេលដែលយើងអត់អនាម័យអុកស៊ីសែនក៏ចូលអាសីតុណ្ហភាពនេះគ្រប់ហើយប៉ុន្តែអត់អនាម័យគឺបាក់តេរីវាចូលអូតូម៉ាទិកអញ្ចឹងវាទុកបានយូរទេសីតុណ្ហភាពទាបក៏ដោយបាក់តេរីគឺវាមិនលូតលាស់គ្រាន់តែវាពន្លឺការលូតលាស់តែវាអត់បានស្លាប់ទេអញ្ចឹងអនាម័យនេះសំខាន់ស្បកវេចខ្ចប់ក៏សំខាន់ដែរព្រោះថាបើសិនជាយើងប្រើប្រាស់ស្បកវេចខ្ចប់អន់វាហោះព្រឹកពពួកភេទជ្ជៈព្រោះនេះអីព្រោះយើងប្រើស្បកដែលវាស្ដើងយើងចូលបានយូរទេគឺពពួកអុកស៊ីសែនអាចជ្រាបចូលបានធម្មតាដោយពេលផ្នែកយើងគាត់ថាវាមិនដែលឆ្លងចូលពួកគ្នាក្នុងការតែវាចូលបានអញ្ចឹងការតមួយស្បកវេចខ្ចប់នេះកម្រិតក៏សំខាន់ដែរបងនេះហើយការទុកដាក់លោកឡំផលិតផលខ្លះសម្ងួរនេះស្ងួរឡើងចង់អស់ជាតិទឹកអីនេះតែដល់ពេលដាក់លោកឡំមួយផលិតផលសើមឆ្លងគ្នាបាក់តេរីលូតលាស់ផ្លាច់ចឹងក៏ទៅបានមិនដែរចឹងទាំងអស់នេះគឺសិតតែជាចំណុចសំខាន់ដែលជួយឲ្យផលិតផលយើងទៅបានយូរតែយើងនឹងខែជាជា4ក្រុមគឺកត្តាទីភាសាតទៅជាមួយនឹងមីក្រូសេរីយើងកត្តាបរិស្ថានគឺទៅដល់ពលឺអុកស៊ីសែនបងនេះសល់ពេលវេលា1នាទីអូខេអស់សល់តិចទៅចង់តែទៅមួយកម្រិតអាស៊ីតដូចគ្នាដែរផលិតផលមួយចំនួនបើសិនជាបង្កាត់អាស៊ីតវាពួកពេកដូចទៅដល់គួយហ្នឹងគឺទទួលបានយូរទៅតាមដូចជាពួកអស់នេះអីកម្រិតអាស៊ីតវាទាបจึงអាចទុកបានយូររហូតដល់4ខែក៏អត់បញ្ហាដែរហើយតើតើមួយអនាម័យនេះគឺសំខាន់ចូលក្នុងហ្នឹងបើសិនជាអ្នកផលិតក៏ក្រិចកញ្ចក់អត់កាត់អីហ្នឹងចូលអូតូម៉ាទិកឲ្យផលិតផលហ្នឹងខូចទៅហើយចឹងបានតែមូលហេតុអស់ផ្លោះឲ្យបងចឹងនេះឧបករណ៍តែកញ្ចក់ក៏មានតែតើតើមួយខាងគឺអាហារគឺសំខាន់អនាម័យបាទអរគុណបាទអញ្ចឹងសូមបងប្អូនចូលរួមអរគ្នាណាថាតាមខ្ញុំមួយបើស្រឡាញ់ជាតិកុំភ្លេចថែសុខភាពអភិវឌ្ឍសមត្ថភាពរួមគ្នាគ្រប់គ្រងផលិតផលក្នុងស្រុកទាំងអស់គ្នារួមគ្នាគ្រប់គ្រងផលិតផល